สุดได้ยังนั่งจังรีวิวเรื่อง The First Jasmine มันต่อคือเพียดับแปรดับประมวยนี่ร้านต่อปีเมื่อเพียติดดับแปรดับประมวยหายที่จะบอกแล้วก็เพียเชิญเหมือนเพียเชิญในกระแทกตัวใส่การ PTSD syndrome vậy tới miên chọn chọn đã đầu đôi chia đâyจะสอบยมใจมันไอ้จังหรือว่าวิจังอัพเซอร์แบบเมียนหนึ่งการตกก็มันใช้การตกเมียนหนึ่งสบายจัดก็มันสบายจัดไอ้เล่ไอ้จังไงแบบมาเตอร์ดิสปอกสปอกฟอนต้สมัยย้ำมันกัดจังไงให้ดอกเป้ต่อปีเมื่อเพียดับประมวยดับแปรดับประมวยห้าย้ำกระแทก yeah she's not ย้ำกระแทกจึงเนี่ยจึงงื้อ PTSD syndrome สมโตว่านี่เปิดสัญจิตย้ำมาตั้งให้จีเนี่ยจึงงื้อบ้านเอาได้ย้ำกอดจะมาดิขึ้นได้ฟอนต้บตามแต่บตามแต่ research tới cứ ពួកគាត់អត់អាច focus ទៅលើអីបានពីដាក់ថាបានយូរប៉ុន្តែតួស្រីខុសគ្នាតួស្រីមានចំណុចដូចច្រើនដែរប៉ុន្តែតួស្រីអាច control អារម្មណ៍របស់គាត់បានប៉ុន្តែតួស្រីវិញគាត់អាច focus បានគាត់អាចរៀបចំផែនការសងសឹកពីមួយដំណាក់កាលទៅមួយដំណាក់កាលយ៉ាងរបៀបមកចត់ទៅហៅថាលំអិតមកចត់ព្រោះដែនអត់ឃើញហ្មងហើយអ្វីដែលសំខាន់ដែលយើងឃើញច្បាស់នឹងហ្មងគឺគាត់ control អារម្មណ៍របស់គាត់បានល្អទោះបីជាគាត់ខឹងគាត់អន់ចិត្តមើលទៅគឺលក្ខណៈថាគាត់អត់ឲ្យគេដឹងហ្មងហើយបើសួរថាហេតុអីបានគាត់ level ជួបនិយាយម្នាក់ឯងនិយាយជាមួយនឹងអ្នកបម្រើស្រីទូចនោះដូចជាឈ្មោះអីគេឈ្មោះអីអូយចាំអត់បានទេប៉ុន្តែខ្ញុំគិតថាកន្លែងហ្នឹងខ្ញុំមានអារម្មណ៍ថាដូចគាត់កំពុងនិយាយមួយខ្លួនឯងរបៀបអ្នកបម្រើហ្នឹងគឺជាគាត់ខ្លួនឯងរបៀបមនុស្សឯកាមនុស្សជួបទុកពិបាកចិត្តអត់មានអ្នកនិយាយជាមួយអញ្ចឹងនិយាយជាមួយបុគ្គលម្នាក់ទៀតដែលជាខ្លួនឯងសាងមកដើម្បីឲ្យនិយាយជាមួយខ្លួនឯងលួងខ្លួនឯងនិយាយទៅគឺមើលភាគ15ហ្នឹងគឺអូយអាណិតខ្លាំងនិយាយទៅអានេះគ្រាន់តែជាអារម្មណ៍របស់ខ្ញុំបន្ទាប់ពីមើលភាគហ្នឹងហើយវាជាអ្វីដែលខ្ញុំគិតអត់មានខុសអត់មានត្រូវទេអានេះខ្ញុំមើលហើយខ្ញុំគិតចឹងហើយខ្ញុំចូលមកនិយាយយកមកថត record វីដេអូហ្មងអានេះពងតែ record វីដេអូនេះចាំភាគ17ដូចគ្នាមើលរឿងហ្នឹងខ្ញុំនឹកឃើញរឿងមួយទៀតភាគចិនមួយទៀតតែដូចជាចេញប្រហែលឆ្នាំមុនខ្ញុំអត់ចាំទេចំណងជើងអង់គ្លេសដូចជា The Wall សាច់រឿងស្តៀងគ្នាដូចស្តៀងថងថាកើតក្នុងតកូលគ្រួសារអ្នកមានអ្នកស្តុកស្ដាំដូចគ្នាតកូលគ្រួសារកំពុងពោះដូចគ្នាប៉ុន្តែអត់បាននៅសោយសុខទេនៅប្រហែលដូចគ្នាឲ្យទៅនៅរបៀបដូចជាតួស្រីហ្នឹងត្រូវទៅនៅលើភ្នំទៅនៅសំណាក់ស្ត្រីគេហីស្ត្រីបរិសុទ្ធគេមិនដឹងទេនៅពេលដែលក្មេងស្រីណាដែលធ្វើខុសគឺគេយកទៅទៅនៅកន្លែងហ្នឹងអីចឹងហ្នឹងនិយាយទៅល្អមើលមែនតើសាច់រឿង plot អីចឹងគឺគេទៅសេមកគឺល្អមើលមែនហើយតួអង្គដែលទៅសម្ដែងហ្នឹងគឺនិយាយទៅគឺ casting គឺក៏ល្អសាច់រឿងក៏ល្អហើយល្អមើលមែនតើជារឿងដែលអាចមើលចប់ហើយអាចមើលម្ដងទៀតបានដូចជាចំណងជើងខ្មែរបើចាំអត់ខុសទេដូចជាអត់ចាំទេសំទោសតែបើអ្នកទាំងអស់គ្នាចាំចំណងជើងខ្មែរចាំជួយ comment នៅក្នុងវីដេអូឲ្យផងបើសិនជាដឹងទេបើដឹងក៏អត់អីដែរហើយយ៉ាមើលពី17នៅចាំមើលពី17ហើយចាំចូលមក comment ផងវីដេអូនេះថតហើយកាត់ផុសភ្លាមព្រោះអីចាំពី17បាយបាយ